សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់របៀបចិញ្ចឹមសត្វព្រៃថ្ងៃនេះផងដែរគឺខ្ញុំមកថតមាន់ព្រៃឲ្យអ្នកនរគ្នាបានមើលហើយនឹងចង់មកនិយាយខ្លះអីអញ្ចឹងណាបងប្អូនមកគ្នាបាទនិយាយពាក់ព័ន្ធពីមាន់ហ្មងវីដេអូហ្នឹងហើយអឺខ្ញុំនឹងប្រាប់វិធីសាស្ត្រការចិញ្ចឹមហើយនឹងការទិញគេមកវាមានពីរជម្រើសបងប្អូនទាំងគ្នាទិញគេមកណាវាមានពីរជម្រើសអញ្ចឹងហើយហ្នឹងខ្ញុំមកនិយាយពាក់ព័ន្ធនឹងមាន់អឺទិញគេមកសិនខ្ញុំនិយាយលើកទិញគេមកសិនវាមានពីរជម្រើសអីគេខ្លះទី1ទិញមាន់ដែលចេះងាយស្រាប់យកមកលេងយកមកចិញ្ចឹមទី2គឺទិញកូនមាន់មកអញ្ចឹងវាមានហេតុផលរបស់វាជាងគួរទៅទិញអាណាដែលល្អជាងអីអញ្ចឹងណាបើសម្រាប់ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទិញមាន់ដែលចេះងាវមកហើយនឹងមេបើមេទិញមេកមុំមកក៏បានដែរមេអត់សំខាន់ទេសំខាន់គឺឈ្មោលហ្នឹងហ្មងឈ្មោលបើសម្រាប់ឈ្មោលយើងអាចទិញពីឈ្មោលចាស់ងាវមកព្រោះទិញចាស់ងាវមកស្រួលដឹងថាសលេងរបស់វាមិនអីមិនអញ្ចឹងណាហើយយើងទិញក្នុងខែណាបើសិនជាយើងទិញក្នុងខែដែលខែ10ខែ11ឬក៏ខែ9ខែ8ហ្នឹងមាន់គឺពេញថ្លៃហើយមាន់វាថ្លៃបងប្អូនទាំងគ្នាបាទទោះបីមិនមែនខែ9ខែ10ខែ11ក៏ដោយក៏មាន់ក៏នៅតែថ្លៃដែរភាគច្រើនណាមាន់ក៏នៅតែថ្លៃដែរមូលហេតុអីបានតែថ្លៃទី1មាន់ពូជគេល្អពូជគេយកមកថ្លៃដែរអញ្ចឹងគេលក់ឲ្យបងប្អូនទាំងគ្នាថ្លៃរហូតហ្នឹងក៏ប៉ុន្តែមាន់ខ្លះឧទាហរណ៍ថាខែ9ខែ10ខែ11ហ្នឹងមាន់ពេញលេងអញ្ចឹងយើងទៅទិញមាន់ដែលចេះងាវអញ្ចឹងក៏វាអាចនឹងថ្លៃមកកម្រិតទៀតដែរបងប្អូនទាំងគ្នាបាទយើងក៏វាអាចថ្លៃមកកម្រិតទៀតដែរអញ្ចឹងណាហើយបើសម្រាប់ខ្ញុំវិញខ្ញុំទិញតាំងពីខែដូចជាខែ4ខែ5មកម៉េះបងប្អូនទាំងគ្នាខែ4ខែ3ហ្នឹងបងប្អូនហើយខ្ញុំទិញមកទិញមាន់ទូចទេទិញមកប៉ុណ្ណឹងកោជើងទេហើយឥឡូវចិញ្ចឹមធំវាអត់ឲ្យងាវអត់អីអញ្ចឹងបងប្អូនទាំងគ្នាហើយណាមួយយើងទិញពីទូចមកអាកាសរស់50ទេបើយើងទិញមាន់ធំចេះងាវចេះអីមកវាដឹងថាវារស់ហើយក៏ប៉ុន្តែខ្លះទិញមកដល់ឈឺក៏មានដែរបងប្អូនទាំងគ្នាដោយសារតែវាចាញ់អាកាសធាតុឬក៏ចាញ់ទឹកចាញ់ដីអញ្ចឹងទៅបងប្អូនបាទហើយអញ្ចឹងហើយបានខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាទិញមាន់ធំមកកុំទិញមាន់កូនមាន់ទូចទីមួយខ្លាចឈឺងាប់អីចិញ្ចឹមអត់រស់អីអញ្ចឹងណាបងប្អូនទាំងគ្នាទោះបីថាទូចហ្នឹងវារៀងធូរថ្លៃមែនអត់ខុសគ្នាប៉ុន្មានទេបងប្អូនធូរថ្លៃអត់ខុសគ្នាប៉ុន្មានទេយ៉ាងតិចហ្នឹងអាធំចេះងាវចេះអីហ្នឹងឧទាហរណ៍ថាមួយគ្រាប់5-10ម៉ឺនឬក៏10ម៉ឺនជាងអីហ្នឹង20ម៉ឺនអីហ្នឹងក៏មានដែរហើយបើយើងទិញទូច10ម៉ឺនអីហ្នឹងអញ្ចឹងគឺវាពិបាកដែរអញ្ចឹងណាបងប្អូនទាំងគ្នាបាទដូចខ្ញុំទិញមកអញ្ចឹងទិញមកគឺអត់ដែលលឺវាងាវទេលុះត្រាតែប្រឡែងវាអញ្ចឹងលឺវាងាវវាដើរតែឯងវាដើរតែឯងលឺវារៀនងាវរៀនអីតែអាយុរបស់វាច្រើនណាបងប្អូនដូចខ្ញុំនិយាយគ្រប់វីដេអូអញ្ចឹងថាអាយុរបស់វាច្រើនណាស់អាយុរបស់វាចង់1ឆ្នាំហើយចង់ចូល1ឆ្នាំហើយអត់ដែលលឺសលេងអាងាវយកជាការបានទេសលេងដូចទឹមមាន់ទឹមរៀនអាងាវអញ្ចឹងណាបងប្អូនហើយវារឿងផ្អើលបានវាអត់អាងាវអត់អីវាផ្អើលមនុស្សណាបងប្អូនបាទដូចព្រៃសុទ្ធហ្មងតែខនមិនមន់ព្រៃសុទ្ធទេអានេះខនតែកូនកាត់គេយកពីក្រៅមកអីចឹងណាបើខ្ញុំមិនដឹងថាគេកុហកខ្ញុំឬក៏អីខ្ញុំទេតែខនគាត់ប្រាប់ខ្ញុំថាមន់ហ្នឹងកូនបកាត់នៅក្នុងស្រុកមែនតែគាត់ណាបារបស់វាយកពីក្រៅមកបងប្អូនដល់គ្នាមិនមែននៅក្នុងស្រុកយើងទេបារបស់វាយកពីក្រៅមកអញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នឹងទៅថាយកពីក្រៅមកខ្ជិលនិយាយប្រាប់ទៅយកពីណាមកតែដឹងតែយកពីក្រៅមកអញ្ចឹងណាបងប្អូនបាទហើយខ្ញុំអត់ដែលឮវាងាវទេហើយមេរបស់វាពងក្រាបតែអត់ដឹងបានកូននឹងអត់ទេពូពងក្រាបកន្លះខែឆ្លោះមើលទៅពងដូចនៅថ្លាចាស់យ៉ាងអត់មានអីកាត់ឡើងយ៉ាងណាបងប្អូនដឹងបានកូននឹងអត់ទេហើយខ្ញុំថាទិញនេះខ្ញុំថាឆ្នាំហ្នឹងបានមន់លេងហើយសាកលេងមន់លេងអីឆ្កល់រសជាតិលេងមន់ម្ដងមែនទេអត់ឲ្យងាវអត់អីអត់បានលេងទេមើលទៅបងប្អូនបាទ
អត់បានលេងមន់ទេនេះវាផ្អើលមនុស្សអាហ្នឹងរៀងគ្រាន់ទេណាបងអូនពីមុនដាក់ចងជើងអញ្ចឹងហើយខន់មនុស្សមកអង្គុយចិត្តអញ្ចឹងផ្អើលរត់ទាំងផ្អើលហោះហើហោះពេញនឹងពេញណាប៉ាត់ណាប៉ាត់ណីហ្នឹងខ្ញុំលែងចង់មកចិត្តវាខ្ញុំអត់ដែរប្រឡែងវាទេខ្ញុំក្រុងវាឡើងមកអាទិត្យតែបើខ្ញុំចងជើងវាហើយបងអូនចងជើងចងខាងណាចងខាងហ្នឹងទៅអានេះខ្ញុំចងច្រឡំខាងបងអូនហើយចង់បាច់ចង់ឲ្យផុតពីខ្នាយទេចង់ឲ្យក្រោមខ្នាយទៅអានេះខ្ញុំចង់វាលើពេកឃើញវាពិបាកដើរពិបាកអីចង់នៅខាងក្រោមខ្នាយមន់ទៅកុំចង់នៅពីលើខ្នាយមន់ណាបងអូនបាទហើយយើងខ្ញុំមានតែប៉ុណ្្នឹងទេឯការចិញ្ចឹមហើយឧទាហរណ៍បើបងប្អូនទិញពីកូនទូចមកអត់ដឹងថាសលេងរបស់វាមិនអីមិនទេច្រឡំចំប៉ះដូចខ្ញុំថាប្រយ័ត្នប៉ះមន់ដូចខ្ញុំចិញ្ចឹមនេះអាយុប្រភេទច្រើនហើយអត់ងាវអត់អីទេអញ្ចឹងបើនៅជាមួយអ្នកខ្លះគេជូនវាទៅកំពង់ឆ្នាំងអត់ហើយក៏ប៉ុន្តែខ្ញុំជាអ្នកឆ្លាញ់សត្វអញ្ចឹងហើយទិញមកថ្លៃដែរខ្ញុំអត់ដែរស្គាល់រសជាតិបែបមន់អញ្ចឹងអត់ទេទុកវាសិនចាំមើលថ្ងៃណាក៏លោកវាងាវវាអីអញ្ចឹងណាបងអូនបើងាវក៏ងាវទៅអត់ក៏អត់ទៅទុកបកាត់នៅហ្នឹងទៅគីឡូកូនរបស់វាបានកូនមកគីឡូល្អអញ្ចឹងណាបងអូនមន់នេះល្អណាបងអូនបាទតែតោះតែម្យ៉ាងវាអត់សូវងាវវាអត់សូវងាវដូចថាវាអត់ងាវហ្មងតប្រឡែងវាបណ្ដោយมันវាងាវម្ដងទៀតហើយងាវសលេងដូចខេមអញ្ចឹងព្រោះមន់ទំរៀនងាវបងប្អូនยังមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាបាទជួបគ្នាវីដេអូក្រោយបាយបាយ